ជំរាបសួរប្រជាជនខ្មែរទាំងអស់ថ្ងៃនេះខ្ញុំមានព័ត៌មានមួយអាប់ដេតអំពី speaker Adobo សម្រាប់រាល់ថ្ងៃនេះគឺ speaker Adobo នេះគឺមានបែងចែកជាពីរបងប្អូនអ្នកគ្នាគឺ version global ហើយនិង version ចិនតែគឺ version global នេះគឺជា version របស់ក្រុមហ៊ុនបងប្អូនអ្នកគ្នាដែលខ្ញុំលក់រាល់ថ្ងៃហ្នឹងណាបានសម្រាប់ version ចិនហ្នឹងគឺខ្ញុំមិនដែរយកមកចូលទេបងប្អូនអ្នកគ្នាហើយសម្រាប់ version ចិនហ្នឹងគឺមានតម្លៃធូរជាង version ក្រុមហ៊ុនដោយសារតែអាហ្នឹងគឺគេដាក់លក់ក្នុងទីផ្សារប្រទេសចិនហើយ version ក្រុមហ៊ុនហ្នឹងគឺជា version ដែលក្រុមហ៊ុនផលិតហ្នឹងគឺជួយចែកចាយទូទាំងពិភពលោកគឺប្រទេសណាក៏អាចតិចយកទៅលក់បានដែរបងប្អូនគ្នាហើយទីតាំងដែលខ្ញុំលក់នេះគឺមិនមែនតែខ្ញុំនាំចូលខ្លួនឯងបងប្អូនគ្នាខ្ញុំអត់បាននាំចូលទេគឺក្រុមហ៊ុន Adobo ដាក់ទីតាំងផ្ទាល់ហ្មងបងប្អូនគ្នាអញ្ចឹងសម្រាប់ក្រុមហ៊ុនគឺមានសេរីនកូដមាន QR code scan ត្រឹមត្រូវបងប្អូនគ្នាតែសម្រាប់ version ចិនហ្នឹងគឺគេដាក់លក់ក្នុងថៅប៉ៅឬ1688បងប្អូនគ្នាដែលគេដាក់លក់ដើម្បីឲ្យប្រជាជនចិនគេទិញយកទៅប្រើទេបងប្អូនគ្នាប៉ុន្តែខ្មែរយើងគាត់អ្នកលក់ខ្លះគាត់បែរជាទិញយកមកលក់ហើយតម្លៃធូរបងប្អូនគ្នាហើយដាក់លក់ក្នុងទីផ្សារគឺធូរមែនតែខ្ញុំសុំបញ្ជាក់ធូរមែនប៉ុន្តែការធានាការប្រើប្រាស់គឺដូចរបស់ក្រុមហ៊ុនទេបងប្អូនគ្នាខូចរហូតខ្ញុំនិយាយមែនណាខ្ញុំថ្ងៃខ្ញុំនិយាយទៅលឺអ្នកទិញ version ចិនឲ្យអូត្អូនខ្ញុំយកមកវាយដូរពេលខូចយកមកចុះចូលឲ្យគ្រឿងមានណាមានក្រុមហ៊ុនមាន version ចិនបងប្អូននេះទិញហើយតោះមកនឹងឡើងទៅស្រុកចិនវិញមកគេធានាឲ្យប៉ុន្តែ version ក្រុមហ៊ុនអត់ទេពួកខ្ញុំមានការធានាត្រឹមត្រូវចុះចូលផ្លូវណាខូចផ្លូវហ្នឹងអត់ឲ្យអស់លុយមកកាក់ម៉ាស៊ីននេះឃើញមានគ្រឿងម្លាស់ស៊ីនទេបងប្អូននេះអ្នក version ចិននឹងឃើញដាក់លក់ឃើញច្រើនកន្លែងច្រើនហាងបងប្អូនគ្នាតែយើងមិននិយាយប៉ះពាល់គេទេបាទតម្លៃថោកជាងទីទួយទេតែគំនិតថាយ៉ាងតាក់បងប្អូនគ្នាអន្ទាក់ទិញហើយគឺគេធានាចុះចូលទេខូចថ្មគេដូរថ្មគេគិតលុយដែរខូចម៉ាស៊ីនដូរម៉ាស៊ីនគេគិតលុយដែរហើយតែពេលគេធានាចុះចូលមកដូចដាច់ផាសសៀវគេបិទតកៅឲ្យឯងហើយសួរថាទិញធ្វើអីបើខុសគ្នាបន្តិចបន្តួចហ្នឹងហើយបងប្អូនគ្នាហើយប្រយ័ត្នចាញ់បោកអន្ទាក់បងប្អូនគ្នាហើយខុសគ្នាតិចតួចទិញក្រុមហ៊ុនបងប្អូនគ្នាមានការធានាត្រឹមត្រូវខូចកន្លែងណាគឺដាក់ដូរផ្លាស់ប្ដូរគ្រឿងឲ្យកន្លែងហ្នឹងហ្មងហើយក្នុងមួយអាទិត្យគឺក្រុមហ៊ុនមានការខូចក្នុងពេលមួយអាទិត្យក្រុមហ៊ុនគឺដូរផ្លាស់ប្ដូរថ្មីហ្មងនិយាយទៅអាស្រ័យលើការចាក់ស្ដែងបងប្អូនគ្នាដែលនៅស្អាតខ្លាំងមួយអាទិត្យឬពីរអាទិត្យអីក្រុមហ៊ុនដូរថ្មីឲ្យអត់ឲ្យបងប្អូនគ្នាពិបាកចិត្តទេហើយគ្រឿងបំលាស់សិតតែស្រឿនទាំងអស់អត់មានជួសជុលដាច់ផាសសៀវបិទកៅបិទអីឲ្យអត់ទេបងប្អូនគ្នាគឺនិយាយទៅឲ្យតែមានបញ្ហាខូចត្រង់ណាគឺពួកខ្ញុំមានគ្រឿងបំលាស់ស្រឿនដូរឲ្យទាំងអស់បងប្អូនគ្នាហើយបងប្អូនហើយទីផ្សាររបស់ Adobo របស់ version ក្រុមហ៊ុនណាទិញចូលក៏រៀបបានថ្លៃជាង version ចិនដែរបងប្អូនគ្នាហើយទិញហើយក៏លោកដាក់ខ្ញុំថាហេតុអីក៏លោកបានធូរបាទគឺ version ចិនគឺបែបហ្នឹងដោយសារតែរបស់វាថ្មីក៏ទិញមកថោកដែរបងប្អូនគ្នាបាទអញ្ចឹងដល់គ្នាបើទុកចិត្តទេបងប្អូនគ្នាអាចមើល K Pineapple Store ខ្ញុំបងប្អូនគ្នាតែ K Pineapple Store ហ្នឹងកើតក្រោយ Adobo បងប្អូនគ្នាដោយសារតែខ្ញុំលក់ Adobo យូរឆ្នាំហើយបងប្អូនគ្នា K Pineapple Store ទៅបង្កើតបានប្រហែលខែ2ខែ3ខែនេះទេអញ្ចឹងខ្ញុំបញ្ជាក់ដល់គ្នាខ្ញុំគឺជាអ្នកលក់ដែលនាំចូលដែលលក់ speaker Adobo version ក្រុមហ៊ុនមុនគេបង្អស់បងប្អូនទាំងគ្នាបន្ទាប់ពីមេរបស់ខ្ញុំបានបងបាទសារកាលហ្នឹងគេតាក់តងពីមេសារកាលហ្នឹងគេអត់ស្គាល់ Adobo បាទហើយនឹងបញ្ជាក់តិចដែរបងប្អូនទាំងគ្នាផលិតផល Adobo គឺគុណភាពសំឡេង material កម្លាំងថ្មគឺ Adobo ផលិតបានល្អមែនទែនសឹងរាល់ថ្ងៃខ្ញុំឲ្យលេខ1បងប្អូនទាំងគ្នាដោយសារតែខ្ញុំធ្លាប់ test speaker ច្រើនណាបងប្អូននេះអត់មានណាគេតន់លូតជាមួយ Adobo បាននោះទេទាំងតម្លៃបងប្អូនអ្នកគ្នាបាទហើយសម្រាប់ wow mic បងប្អូនអ្នកគ្នា wow mic គឺទិញប៉ះខ្លាចប្រយ័ត្នប៉ះចំណារបស់គេហៅថាអត់កម្របបងប្អូនអ្នកគ្នាគេថាយើងវាយ laser មិនអា laser គេវាយមែនទេវាយពីរោងចក្រណោះមានអាណាទៅយកលុយទិញម៉ាស៊ីន4-10ម៉ឺនដុល្លារមកវាយ laser ហ្នឹងចេះតែមានហ្មងហើយចេះតែនិយាយហើយខ្ញុំចង់បញ្ជាក់ថាគម្របហ្នឹងអាណាទៅធ្វើកើតលោកអើយមកក្រុមហ៊ុនអ្នកធ្វើអាណាគេធ្វើអាណាទៅទិញម៉ាស៊ីន laser មកវាយស៊ុយសេរីនកូហ្នឹងដោះ4-10ម៉ឺនដុល្លារហ្នឹងមកវាយឆេកលក់ចំណេញបានតិចហ្នឹងអូចេះតែនិយាយហ្មងអ្នកលក់អីខូចយ៉ាងហ្នឹងបាទអញ្ចឹងខ្ញុំសុំបងប្អូនអ្នកគ្នាខ្ញុំហ្មងខ្ញុំអត់សូវចង់ចេញវីដេអូទេខ្ញុំវាហត់ហ្នឹងបងប្អូនគ្នាឮតែទិញឲ្យលូដាក់ទៅខ្ញុំដឹងថាខ្ញុំលក់ Adobo សុទ្ធហើយអញ្ចឹងបងប្អូនគ្នាអាចធ្វើការមកធ្វើតេស្តសំឡេងឬអាចសាក់លបងមកហាងរបស់ខ្ញុំបានបងប្អូនគ្នាបាទអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងបងប្អូនគ្នាអាចចង់មានចម្ងល់អាចចូល comment មកឬអាចឆាតមក Telegram ខ្ញុំផ្ទាល់ក៏បានដែរខ្ញុំនឹងប្រាប់បងប្អូនគ្នា